ជាកំពុងតែធ្វើការក្រោមពន្លឺព្រះអាទិត្យក្រោមពន្លឺព្រះអាទិត្យជីវិតជាងជីវិតកម្មករញាតិញោមជាងលីងកូនហើយឲ្យខំប្រឹងរៀនអនាគតទៅយើងអត់សូវលំបាកមានចំណេះមានវិជ្ជាទៅធ្វើការងារក៏វាមិនសូវពិបាកវាហត់ដែរវាមិនសូវហត់កាយតែវាហត់ចិត្តនៅតែពិបាកដែរញោមមកនេះវាគ្រាន់បើជាងយើងធ្វើការនៅក្រោមពន្លឺព្រះអាទិត្យជាងធ្វើសំណង់ទី1ជីវភាពការសិក្សារៀនសូត្រក៏រៀងមិនសូវមានកម្រិតវប្បធម៌ក៏រៀងអន់ថយចឹងហើយគ្នាមានជាងសំណង់ហ្នឹងឯងដើម្បីដោះស្រាយជីវភាពជីវិតប្រចាំថ្ងៃហ្នឹងញោមហើយអ្នកដែលខ្ជិលរៀនខ្ជិលការសិក្សាបោះបង់ការសិក្សាអីមើលជាងសំណង់ឲ្យហើយបើថាខ្ជិលរៀនមានតែជាងសំណង់ឯងសឹកទៅជីវិតដឹងថាពីមុនយើងប្រទេសចិត្តខាងអត់ទាន់មានចំនួនគ្នាយើងអត់ការងារយើងបោលទៅរចិត្តខាងតែឥឡូវនេះច្រកព្រំដែនត្រូវបានបិទចិត្តឈឹងអស់ការងារក្នុងស្រុកក៏មិនសូវមានចឹងហើយមានតែសំណង់ឥឡូវនេះគេច្រើនធ្វើការដំឡូងដាំដំឡូងដកដឡូងធ្វើការស៊ីឈ្នួលគេមកយើងមកមើលខាងជនបទនេះមិនដឹងថាជីវិតអ្នកចំការគេច្រើនប្រើកម្លាំងបាយសុទ្ធសាធប្រើកម្លាំងបាយដើម្បីដោះស្រាយជីវភាពបើអ្នកគ្រាន់មានចំណេះជំនាញវិជ្ជាទៅគ្រាន់ប្រើខួរក្បាលដោះស្រាយជីវភាពដល់ពេលយើងមើលជីវិតកម្មករសំណង់ចឹងហ្នឹងគ្នាធ្វើដោះស្រាយចឹងបងហើយយើងបានការងារចេះទៅដែលយើងជួយគាត់ដែរដែលយើងចាំជាងដែរជាងពេលខ្លះក៏រកការងារអ្នកខ្លះគ្រាន់ថានេះឮតែយើងធ្វើអីចឹងគាត់មកតំណតំណងយើង2 3ជាងហ្នឹងបងតាក់តងយើងមកដល់សួរមានអីធ្វើអត់គាត់ចង់ធ្វើចង់អីចឹងតាក់តងយើងហើយអ្នកខ្លះទៀតសុំយើងធ្វើហើយយើងអត់មានថាវិការដែលយើងជួលរកបានតែត្រឹម2នាក់ទេហើយ2នាក់ហ្នឹងក៏យើងឲ្យលក្ខណៈបែបយើងអត់គិតថ្ងៃទេយើងឲ្យគាត់មកយកថាមកហើយហ្នឹងត្រឹមតម្លៃដែលគាត់ចង់បានក៏ឲ្យតែយើងមានលទ្ធភាពដែរបងមានលទ្ធភាពដែរចឹងគាត់ថាពេលខ្លះរកតការងារហ្នឹងធ្វើមិនបានផងមិនស្រួលទេចឹងហើយមានឱកាសរៀនប្រឹងប្រែងរៀនសូត្រទៅដើម្បីរកចំណេះជំនាញដាក់ខ្លួនទៅអនាគតទៅក៏វាជួយយើងតាមនឹងដែរតែកាលណាតែយើងអត់រៀនអត់សូត្រអត់ចេះដឹងល្ងិតល្ងងជីវិតយើងវាធ្លាក់ទៅតាមនឹងដែរយើងមើលទៅជាងសំណង់ដែលគាត់កំពុងតែធ្វើការងារក្រោមពន្លឺព្រះអាទិត្យណានេះនៅសម្រាប់ថ្ងៃក្តៅមិនលេងសើចទេហើយបើថាយើងស៊ូទ្រាំបានវាមិនអីបើគាត់ជាងគាត់វាស៊ូបានហើយដើម្បីជីវភាពចឹងវីដេអូនេះខ្លីមិនខ្លីទេ4នាទីវែងដែរជាការចែកម្លែកអង្គុយមើលជាងគាត់ធ្វើការងារពុកយើងឲ្យជិះថតវីដេអូចែកម្លែក